ម្រះគឺជាបន្លែយ៉ាងសាមញ្ញដែលប្រជាកសិករយើងនិយមទទួលទានជាម្ហូបអាហារប្រចាំថ្ងៃយើងសង្កេតឃើញថាប្រជាកសិករយើងនិយមចូលចិត្តដាំម្រះស្ទើរតែគ្រប់រដូវពីព្រោះម្រះងាយស្រួលក្នុងការដាំដុះនិងងាយស្រួលលក់នៅលើទីផ្សារថែមទៀតផងការជ្រើសរើសរដូវដាំដុះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំងអស់មិនថាដំណាំណានោះទេរដូវរំហើយចាប់ពីខែតុលាវិច្ឆិកាប្រមូលផលដល់ខែកុម្ភៈចំណែករដូវប្រាំងចាប់ពីខែឧសភាដល់កក្កដាប្រមូលផលនៅខែសីហាបច្ចេកទេសងាយៗក្នុងការដាំម្រះដំបូងយើងត្រូវរៀបចំដីដោយភ្ជួរហាលដីឲ្យស្ងួតហើយរាស់ប្រមូលយកស្មៅចេញភ្ជួររាស់យ៉ាងតិចឲ្យបាន3ទៅ4សាទទឹង 1.2 ម៉ែត្របណ្ដោយទៅតាមស្ថានភាពដីចន្លោះជួរ80សង់ទីម៉ែត្រចន្លោះគុម្ព50ទៅ60សង់ទីម៉ែត្រមួយរងដាំជា2ជួរលើករងបណ្ដោយថ្ងៃទៅល្អកាប់រណ្ដៅដាក់ជីកំប៉ុស្ត 1.5 គីឡូក្រាមទៅ1គីឡូក្រាមក្នុងមួយរណ្ដៅចន្លោះរង1ទៅរង1គឺ50សង់ទីម៉ែត្រវិធីសាស្ត្រងាយៗក្នុងការថែទាំដំណាំជាទូទៅការគ្របកូនម្រះជាចាំបាច់គ្របបន្ទាប់ពីដាំយើងគ្របកូនដំណាំការពារកម្ដៅគេអាចប្រើស្លឹកឈើស្ងួតចំបើងក្រណាត់ផ្លាស្ទិកជាការចាំបាច់ជំរះស្មៅកុំឲ្យស្មៅដណ្ដើមជាជាតិជាមួយដំណាំបំបត្តិជំរករបស់សត្វល្អិតផងដែរជ្រុំដីឲ្យធូរជ្រាបទឹកបានល្អក្រោយដាំ7ទៅ10ថ្ងៃស្រោចទឹកមួយថ្ងៃ2ដងប៉ុន្តែនៅពេលម្រះចាប់ផ្ដើមចេញផ្ការរហូតដល់ប្រមូលផលវាត្រូវការទឹកនិងជីជាតិច្រើនជាងពេលដាំការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទនិងពូជរបស់វាម្រះអាយុអាចប្រមូលផល50ថ្ងៃអាស្រ័យទៅលើការថែទាំជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែមនិងស្រោចទឹកប្រើដោយកន្ត្រៃកាត់ទើបមិនប៉ះពាល់ផ្លែចាចំណែកឯការទុកដាក់ពូជម្រះវិញគឺនៅពេលដែលម្រះទុំល្មមមានសម្បុរគ្រាប់ពណ៌ផ្កាឈូកទើបយើងបេះយកមកធ្វើពូជហើយសូមមេត្តាកុំទុកពូចម្រះឲ្យទុំពេកព្រោះនៅពេលដាំសារក្រោយវានឹងក្លាយទៅជាពូជខ្លាយគឺជាពូជមិនល្អឡើយ